គោរពនិងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងវីដេអូថ្មីជាមួយនឹងខ្ញុំដូច្នេះខ្ញុំនឹងណែនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនាជាមួយនឹងប្រាសាទសម្បូរព្រៃគុកជាមួយនឹងខ្ញុំទាំងអស់គ្នាណាការចាប់ផ្ដើមរបស់ពួកយើងគឺយើងធ្វើដំណើរចេញពីខាងកំពង់ថ្មឆ្ពោះទៅបណ្ដោយផ្លូវជាតិលេខ6ឆ្លងកាត់ខេត្តកំពង់ធំថ្ងៃនោះផងដែរគឺយើងធ្វើដំណើរជាមួយនឹងឡានជាច្រើនតែយើងទៅជួបជុំបងប្អូននៅទីនោះផងដែរការធ្វើដំណើរនេះយើងកំពុងតែឆ្ពោះពីខាងខេត្តកំពង់ធំបន្តទៅតាមបណ្ដោយផ្លូវដែលឆ្ពោះទៅខាងប្រាសាទសម្បូរព្រៃគុកតែខ្ញុំចាប់អារម្មណ៍ជាមួយនឹងទេសភាពជាមួយនឹងបរិយាកាសថ្ងៃនេះភ្លៀងក៏មិនបានភ្លៀងហើយជាមួយនឹងការបើកពន្លឺព្រះអាទិត្យមកចំជាមួយនឹងធម្មជាតិគឺស្អាតខ្លាំងមែនទែនយ៉ាងមួយទៀតបងប្អូនទាំងអស់គ្នាដឹងអត់ថាផ្លូវដែលឆ្ពោះទៅខាងប្រាសាទសម្បូរព្រៃគុកនឹងមានលក់ជាមួយនឹងអាកោខ្ទិះហើយជាមួយនឹងបន្លែជាមួយនឹងម្ហូបអាហារជាច្រើនទៀតដែលខ្ញុំមិននឹកស្មានថានៅនេះក៏មានបងប្អូនយើងប្រកបវិជ្ជាកម្មលក់អាកោខ្ទិះដូចហើយសម្រាប់បរិយាកាសនេះផងដែរបងប្អូនអរគ្នាអាចមើលតាមវីដេអូរបស់ខ្ញុំបានណាពេលនេះខ្ញុំបានមកដល់ច្រកចូលជាមួយនឹងព្រៃជាមួយនឹងផ្លូវដែលយើងត្រូវធ្វើដំណើរចុះពីលើឡានដើម្បីឆ្ពោះទៅខាងប្រាសាទតំបន់សម្បូរព្រៃគុកហើយតែមុននឹងទៅដោយសារតែយើងធ្វើដំណើរចេញមកពីព្រឹកចឹងក៏អត់តបានពិសាអត់តបានញ៉ាំអីទេគឺយើងបានសម្រាកជាមួយនឹងយាយតាអ៊ំពូមីងដែលគាត់ធ្វើដំណើរទៅជាមួយនឹងគ្នានោះយើងបានសម្រាកបរិភោគអាហារជុំគ្នាតែម្ដងបញ្ជាក់បងប្អូនអរគ្នាដោយសារតែយើងយូរជួបជុំគ្នាម្ដងហ្នឹងបងប្អូនអរគ្នាឃើញថាមានការវងវាយមានការកាន់ជាមួយនឹងកំប៉ុងអីផ្សេងអញ្ចឹងបងប្អូនអរគ្នាកុំអានយល់ច្រឡំដោយសារតែពួកយើងញ៉ាំបាយញ៉ាំអីចឹងទៅក៏មានការដាក់បរិភោគបន្តិចបន្តួចទេតែសម្រាប់ការញ៉ាំនេះគឺយើងមិនបានឲ្យបំពុលបរិយាកាសទេដោយសារតែផ្លូវនេះគឺជាផ្លូវស្ងប់ស្ងាត់ដែរហើយក៏យើងធ្វើការញ៉ាំអីជុំគ្នាជុំបងប្អូននេះផងដែរអញ្ចឹងណាបន្ទាប់ពីយើងញ៉ាំហើយគឺយើងមើលជាមួយនឹងទេសភាពមើលជាមួយនឹងបរិយាកាសផ្សេងដែលបងប្អូនអរគ្នាឃើញនៅក្នុងវីដេអូស្រាប់តែខ្ញុំចាប់អារម្មណ៍ជាមួយនឹងបរិយាកាសចាប់អារម្មណ៍ជាមួយនឹងដើមឈើគឺច្រើនខ្លាំងមែនទែនគឺមានដើមឈើគ្រប់ចម្រុះតែម្ដងបន្ទាប់មកគឺយើងធ្វើការបរិភោគជាមួយនឹងអាហារជុំបងប្អូនជុំគ្នាជាច្រើនដែលយើងបានទៅជុំគ្នាដោយសារតែយើងទៅនឹងខកម៉ោងដែរហើយគឺយើងធ្វើដំណើរទៅប្រហែលជា1ម៉ោងជាងហើយគឺយើងបរិភោគហើយគឺយើងរៀបចំស្អាតហើយយើងធ្វើដំណើរប្រហែលជា2-3 គីឡូដែរដែលយើងឆ្ពោះទៅខាងប្រាសាទទី1ដែលយើងបានទៅដល់ហ្នឹងគឺប្រាសាទតោបងប្អូនអរគ្នាចាប់អារម្មណ៍នឹងខ្ញុំអត់គឺនេះគឺជាដើមសម្រោងគឺធំខ្លាំងមែនតើណាបងប្អូនអរគ្នាហើយសម្រាប់ដើមនេះគឺសម័យតែបងប្អូននៅគ្នាមើលទៅគឺធំខ្លាំងមែនតើគឺបាំងខ្ញុំចិត្តតែម្ដងទៅដល់គឺតូចខ្លាំងមែនតើនៅពីក្រោមហ្នឹងបន្ទាប់ពីខ្ញុំថតហើយគឺខ្ញុំធ្វើដំណើរឆ្ពោះទៅខាងប្រាសាទតែម្ដងបងប្អូនអរគ្នាដែលយើងបានធ្វើដំណើរទៅនេះបងប្អូនអរគ្នាឃើញថាមានការថតអីចឹងគឺសិទ្ធិកាមេរ៉ារបស់ខ្ញុំតែគាត់ទៅឆ្មក់ទៅថតទៅចំទេខ្ញុំមិនបានបញ្ជាគាត់ទេនេះគឺខ្ញុំឈរនេះអត់បានដឹងខ្លួនអីតែម្ដងតែកាមេរ៉ាខ្ញុំគឺគាត់ឆ្មក់គាត់មិនមានបំណងអាក្រក់អីទេបងប្អូនអរគ្នាគាត់ថតឃើញទេសភាពឃើញអីចឹងឥឡូវខ្ញុំបានមកមើលជាមួយនឹងផែនទីជាមួយនឹងប្រាសាទតោប្រាសាទតោនេះផងដែរបងប្អូនអរគ្នាមើលទៅដឹងហើយគឺខ្ញុំមើលថាខាងណាជើងខាងណាត្បូងហើយខាងណាកើតហើយយើងឆ្ពោះទៅប្រាសាទហ្នឹងហើយយើងធ្វើដំណើរទៅប្រាសាទណាទៀតឥឡូវបងប្អូនអរគ្នាមកមើលទស្សនាជាមួយនឹងការដើរទៅប្រាសាទតោជាមួយនឹងខ្ញុំទាំងអស់គ្នាណាចំពោះការដែលខ្ញុំបានមកទស្សនាជាមួយនឹងប្រាសាទសម្បូរព្រៃគុកនេះផងដែរគឺខ្ញុំចាប់អារម្មណ៍ជាមួយនឹងដើមឈើគឺមានដើមឈើជាច្រើនដែលខ្ញុំមិនដែលបានឃើញមិនដែលស្គាល់ឈ្មោះពីមុនមកគឺមានច្រើនខ្លាំងមែនតើហើយថ្ងៃនេះដែរគឺជាថ្ងៃដែលខ្ញុំបានទៅដល់លើកទី1ហើយគឺជាលើកដំបូងដែលខ្ញុំបានទៅដល់ទីនេះផងដែរ
សម្រាប់បងប្អូនដែលគាត់បានទៅទស្សនាថ្ងៃនេះក៏មានអារម្មណ៍ថាច្រើនកកកផងដែរមានទាំងបងប្អូនយើងគាត់ទៅថតជាបែប pre wedding បងប្អូនយើងដែលគាត់មកពីខាងខេត្តដែលខ្ញុំសួរទៅមកពីខាងតាកែវមកពីខាងកំពង់ចាមមកពីខាងកាចេះគឺច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នានេះគឺជាសកម្មភាពដែលខ្ញុំបានថតជូនបងប្អូនទាំងអស់គ្នាមើលឥឡូវយើងមកចាប់អារម្មណ៍ជាមួយនឹងទេសភាពហើយនឹងប្រាសាទដែលនៅតំបន់នោះផងដែរគឺជាប្រាសាទនាពណ៌សម្រាប់ប្រាសាទនាពណ៌នេះបងប្អូនទាំងអស់គ្នាមើលទៅគឺមិនទៅខុសគ្នាប្រមាណទេគឺប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះតែខ្ញុំបានទៅដល់ឬខ្ញុំបានថតខ្ញុំបានដកស្រង់ជាមួយនឹងទេសភាពជាមួយនឹងបរិយាកាសដើម្បីជូនបងប្អូនទាំងអស់គ្នាទស្សនាដែលបងប្អូនទាំងអស់គ្នាដែលមិនទាន់បានទៅមើលមិនទាន់បានទៅឃើញផ្ទាល់ហ្នឹងណាអូនល្អទាំងអស់ស្រស់គ្មានតោះភ្នែកស្រង់គ្មានតោះភ្នែកចិត្តតែអីនឹងអាម៉ែកដូចមេឃនឹងកាយនឹងបងជើក្នុងប្លុកកាក់គ្នាទៅហ្នឹងមិនឡើយទៅវិញតបមកគឺយើងបានទស្សនាចប់ជាមួយនឹងប្រាសាទតោហើយយើងក៏បន្តដំណើរឆ្ពោះទៅខាងប្រាសាទនាពណ៌វិញតែម្ដងសម្រាប់ប្រាសាទនាពណ៌នេះគឺយើងទៅដល់នៅមុខប្រាសាទនេះគឺយើងបានឃើញទិសដៅឬក៏ឃើញផ្លាកតែគាត់ខាងអភិរិយដែលគាត់បានដាក់ឲ្យយើងមើលអញ្ចឹងណាយើងឆ្ពោះទៅខាងណាប្រាសាទណាឆ្ពោះទៅខាងណាអញ្ចឹងខ្ញុំក៏ជ្រើសរើសយកប្រាសាទនាពណ៌ដើម្បីមកទស្សនាដើម្បីថតជូនបងប្អូនទាំងអស់គ្នាមើលបងប្អូនទាំងអស់គ្នាអាចទស្សនាបានណាគឺស្អាតខ្លាំងមែនតើនេះគឺខ្ញុំថតតែប៉ុណ្ណោះបើសិនជាបងប្អូនទាំងអស់គ្នាបានទៅឃើញផ្ទាល់គឺរឹតតែស្អាតជាងនេះតែម្ដងហើយក៏ខ្ញុំបានចូលទៅដល់ប្រាសាទមួយដែលគេបើកឲ្យយើងចូលទៅទស្សនានៅខាងក្នុងគឺខ្ញុំចាប់អារម្មណ៍ថាប្រាសាទនេះគឺរៀបចំឡើងដោយឥដ្ឋគឺស្អាតខ្លាំងមែនទែនខ្ញុំក៏បានទៅថ្វាយបង្គំទៅបានទៅសុំសេចក្តីសុខសេចក្តីចម្រើនដែលយើងទៅនឹងបន្ទាប់មកគឺខ្ញុំបានទៅទស្សនាជាមួយនឹងប្រាសាទផ្សេងទៀតហើយក៏បងប្អូនអ្នកគ្នាទស្សនាឃើញគឺពុកម៉ែយាយតាដែលគាត់ធ្វើដំណើរទៅជាមួយនឹងខ្ញុំហ្នឹងគឺគាត់អស់ដៃអស់ជើងខ្លាំងមែនតើហើយក៏គាត់បានឈប់សម្រាកអញ្ចឹងណាហើយក៏យើងបានថតរូបជាអនុស្សាវរីយ៍3-4សន្លឹកដើម្បីទុកជាអនុស្សាវរីយ៍ដែលយើងបានមកទស្សនាហើយសម្រាប់វីដេអូនេះគឺមានតែប៉ុណ្ណេះបងប្អូនអ្នកគ្នាបងប្អូនអ្នកគ្នាអាចទៅទស្សនាបានដែលយើងមិនឆ្ងាយពីកំពង់ធំប្រហែលទេហើយបងប្អូនអ្នកគ្នាដែលបានទស្សនាហើយក៏បានជួយចុច like follow page របស់ខ្ញុំឬក៏ YouTube របស់ខ្ញុំផងអរគុណច្រើនសម្រាប់ការតាមដានវីដេអូជួបខ្ញុំជាមួយនឹងវីដេអូក្រោយផ្សេងទៀតអរគុណច្រើនបាយបាយ